ត្រៀមខ្លួនដើម្បីដាក់សម្ពាធតដង្ហើមវែងចូលព្រមតើនេះជាអ្វីអ្នកដំណើរទាំងឡាយសូមកុំភ័យស្លន់ស្លោយន្តហោះបានជួបប្រទះនឹងភាពច្របូកច្របល់ខ្លាំងសូមអង្គុយឲ្យណែនហើយកាន់ឲ្យជាប់ដាក់របាំងអុកស៊ីសែនប្រយ័ត្នចុះក្រោមអ្នកសុខសប្បាយទេក្រោកឡើងហើយរកកន្លែងអង្គុយរបស់អ្នកនៅសល់5វិនាទីទៀតយន្តហោះនឹងចូលទៅក្នុងរបៀបបើកបរដោយស្វ័យប្រវត្តិ5 4 3 21នេះជាច្រកចេញសង្គ្រោះបន្ទាន់វាស្ថិតនៅទីតាំង11ទីតាំងរត់គេចដែលមានសុវត្ថិភាពបំផុតវាហាក់ដូចជាយើងមានសំណាងណាស់មានតែទីតាំងមួយដែលមានសុវត្ថិភាពបំផុតកាលពីជាតិមុនឪពុកខ្ញុំបានការពារខ្ញុំមុនពេលដេញតាមខ្ញុំបានលាក់វាគ្មានឪពុកក្នុងជីវិតនេះដល់វេនខ្ញុំការពារអ្នកហើយឪពុកខ្ញុំបានចិញ្ចឹមខ្ញុំបន្ទាប់ពីម្ដាយខ្ញុំបានទទួលមរណភាពព្រើវាយសូមកុំទៅអីសូមអនុញ្ញាតឲ្យខ្ញុំពន្យល់ខ្ញុំដឹងថាខ្ញុំកំពុងអត់ការងារធ្វើនៅពេលនេះខ្ញុំនឹងបោះពុម្ពច្បាប់ចម្លងពីនៃការងារដែលខ្ញុំមាននៅនឹងដៃខ្ញុំមានឆន្ទៈធ្វើការ3ការងារយើងបានចុះហត្ថលេខាលើឯកសារលែងលះរួចហើយសូមជប់និយាយរឿងមិនសមហេតុផលទៀតបានទេសូមកុំទៅអីខ្ញុំសូមអង្វរព្រើពស់ចាប់តាំងពីឆាជាមកខ្ញុំក៏ជាខ្ញុំចង់ប្រឆាំងនឹងវាសនាហើយផ្លាស់ប្ដូរវាសនារបស់ខ្ញុំចង់ជួយសង្គ្រោះឪពុកខ្ញុំហើយមនុស្សគ្រប់គ្នានៅលើយន្តហោះទាំងមូលនេះរាល់ថ្ងៃមិនមែនថាប៉ាមិនជាកូនទេសូមកុំនិយាយពាក្យដូចជាការធ្លាក់យន្តហោះទៀបអីគ្រោះថ្នាក់ទើបតែចាប់ផ្ដើមប៉ុណ្ណោះហេតុអ្វីតើអ្នកចង់ធ្វើអ្វីជារៀងរាល់ថ្ងៃខ្ញុំចង់ឃើញកាប៊ីនអ្នកបើកបរនៅខាងក្នុងពួកគេកំពុងលេងសើចជាមួយរថយន្តគ្មានមនុស្សបើកមានប្រធានក្រុម2នាក់នៅក្នុងកាប៊ីនយន្តហោះសូមទោសដែលត្រឡប់មករកខ្ញុំរាល់ថ្ងៃម៉ាក់ខ្ញុំមិនលេងសើចទេប្រញាប់ឡើងហើយអនុញ្ញាតឲ្យខ្ញុំចូលទៅជួយសង្គ្រោះពួកគេកូនអ្នកពិតជាអាក្រក់មែនគួរឲ្យអាណិតណាស់ហេតុអ្វីបានជាអ្នកគ្រាន់តែនិយាយពាក្យជេរប្រមាថនៅទីនេះសូមអភ័យទោសវាជាកំហុសរបស់ខ្ញុំទាំងអស់ប៉ាសូមទោសប៉ាសូមជឿប៉ាចុះអ្នកមិនកំពុងកុហកខ្ញុំទេមែនទេដំណើរការខុសប្រក្រតីដែលមិននឹកស្មានដល់នៅក្នុងកាប៊ីនខ្ញុំត្រូវចូលទៅក្នុងនោះឲ្យបានលឿនដើម្បីជួយសង្គ្រោះពួកគេព្រើវាយគ្មានអ្នកណាលើកប៉ាទេយើងមិនមានពេលច្រើនទៀតទេបៃស៊ូសូមអនុញ្ញាតឲ្យយើងចូលផងសូម្បីតែគ្រាន់តែសម្លឹងមើលមួយផ្លែតក៏គ្រប់គ្រាន់ដែរយន្តហោះកំពុងញ័រខ្លាំងណាស់ពេលនេះយ៉ាងហោចណាស់ប្រធានក្រុមគួរតែចេញមកពន្យល់ត្រឹមត្រូវទេលោកប្រធានក្រុមបាទចាសោះប្រធានក្រុមបានពន្យល់វារួចហើយដូច្នេះហេតុអ្វីបានជាគាត់មិនចេញមកនិយាយអ្វីមួយប្រធានក្រុមចេញមកហើយតើប្រធានក្រុមនៅឯណាចេញមកគាត់ជាអ្នកប្រាប់គាត់ឲ្យចេញមកប្រាប់ខ្ញុំមកតោះយើងចូលទៅពិនិត្យមើលស្ថានភាពតើប្រធានក្រុមបានទៅណាហើយអ្នកទាំងអស់គ្នាជាទូទៅកាប៊ីនអ្នកបើកបរត្រូវបានបើកពីខាងក្នុងមានតែនៅក្នុងស្ថានភាពគ្រោះថ្នាក់ប៉ុណ្ណោះសមាជិកក្រុមនាវិកមានតែពេលនោះទេដែលលេខកូដសង្គ្រោះបន្ទាន់អាចត្រូវបានប្រើដើម្បីបើកទ្វារហេជប់លេងសើចទៀតទៅហេតុអ្វីអូព្រះជាម្ចាស់ឲ្យជប់លេងសើចទៀតទៅធានតើគាត់ដឹងដោយរបៀបណាថាភាពអាសន្ននេះបានកើតឡើងជួយសង្គ្រោះមនុស្សបានយ៉ាងឆាប់រហ័សខ្ញុំដឹងថាខ្ញុំនិយាយត្រូវសមិទ្ធដែលបានចុះឈ្មោះសម្រាប់កញ្ចក់កាប៊ីនយន្តហោះបុរសដែលធ្វើបាបរូបនោះបានជួបគ្រោះថ្នាក់នៅរយៈកម្ពស់ខ្ពស់ជួយសង្គ្រោះមនុស្សបានយ៉ាងឆាប់រហ័សតើអ្នកនឹងជួយសង្គ្រោះអ្នកណាទេកម្លាំងបិទខ្លាំងពេកប្រព័ន្ធស្វ័យប្រវត្តិត្រូវបានផ្ដាច់ដំណើរការខុសប្រក្រតីនៃធុងប្រេងធ្វើឲ្យកាប៊ីនត្រជាក់ផ្នែកខាងមុខសម្ដៅទៅលើជួរភ្នំយន្តហោះត្រូវតែឡើងកម្ពស់ចប់ទាំងអស់អូកូនប្រុសតើអ្នកមិនចង់ខ្លាចជាអ្នកគ្រប់គ្រងអាកាសយានដ្ឋានទេភ្ញាក់ឡើងតើមានអ្នកណានៅទីនេះដើម្បីជួយទេខ្ញុំត្រូវតែចាត់វិធានការតើពួកគេនឹងធ្វើអ្វីនេះគឺជាកម្រិតខ្ពស់បំផុតនៃខ្សែក្រវ៉ាត់សង្គ្រោះបន្ទាន់ក្នុងវិស័យអាកាសចរតើកុមារដឹងដោយរបៀបណាផ្ញើវេនចេញវាគឺដើម្បីឲ្យដីដឹងថាការហោះហើរនេះស្ថិតក្នុងគ្រោះថ្នាក់វាមិនអាចទៅរួចទេដែលអ្នកបានបាត់បង់បញ្ជាហោះហើរអូយក្មេងល្ងងគ្មានបេះដូងឯងកំពុងធ្វើអ្វីហ្នឹងតើអ្នកបានធ្វើអ្វីនៅថ្ងៃនេះម៉ាស៊ីនខាងស្ដាំកំពុងមានផ្សែងហើយឆេះអ្នកមិនអាចហោះហើរដោយប្រើម៉ាស៊ីនតែមួយបានទៀតទេសកម្មភាពរបស់កុមារគឺត្រឹមត្រូវទាំងអស់ខ្ញុំជាគន្លឹះក្នុងការសង្គ្រោះមនុស្សគ្រប់គ្នា
អ្នកអាចលេងហ្គេមតែម្នាក់ឯងឬចាញ់លុយប៉ុន្តែខ្ញុំត្រូវការនរណាម្នាក់ជួយខ្ញុំនឹងជួយ